ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះហើយជួបអសសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាអំពីវិធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីបញ្ហានំញឹកបាទអញ្ចឹងតើតើនឹងបញ្ហានំញឹកដែរបាទថ្ងៃនេះយើងមានវិធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងនិយាយអំពីវិធីបំបត្តិបញ្ហានំញឹក ដែលភាសាអង់គ្លេសគេហៅថា how to reduce urinary frequency បាទយើងឃើញថានៅពេលបច្ចុប្បន្នគឺបញ្ហានំញឹកគឺជាបញ្ហាមួយដែលយើងឃើញញឹកញាប់ផងដែរដែលកើតលើមនុស្សគ្រប់វ័យមិនថាចាស់មិនថាក្មេងនោះទេបាទអញ្ចឹងយើងចង់ដឹងថាតើវិធីបំបត្តិបញ្ហានំញឹកហ្នឹងគេត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយពី Hershey Visual តែម្ដងបាទអញ្ចឹងមេត្តាក្នុងថ្ងៃនេះដែល Hershey Visual ធ្វើការចែកម្លែកយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេចក្តីផ្ដើមទី2មូលហេតុបណ្ដាលឲ្យនំញឹកនិងទី3គឺវិធីបំបត្តិបញ្ហានំញឹកបាទយើងចង់ដឹងថាតើមូលហេតុអ្វីខ្លះបណ្ដាលឲ្យយើងនំញឹកនិងវិធីបំបត្តិបញ្ហានំញឹកយើងត្រូវធ្វើយ៉ាងណាខ្លះដែរបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមការនំញឹកគឺអាចជាករណីធម្មតាមកពីយើងផឹកទឹកច្រើនឬស្ថិតនៅកន្លែងត្រជាក់និងអាចជាករណីមិនធម្មតាមានមូលហេតុនៃបញ្ហាសុខភាពណាមួយរបស់យើងផងដែរចឹងមានថានំញឹកវាអាចជាករណីធម្មតានិងអាចជាករណីមិនធម្មតាបាទអញ្ចឹងករណីធម្មតាហ្នឹងគឺមកពីយើងផឹកទឹកច្រើនឬក៏ស្ថិតនៅកន្លែងត្រជាក់បាទយើងមើលតទៀតតកតងការនោមគឺអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ហើយប្រែប្រួលតាមបរិមាណជាតិទឹកដែលបានផឹកចូលបាទបើយើងផឹកទឹកច្រើនវាអាចធ្វើយើងនំញឹកផងដែរមនុស្សពេញវ័យការនោមធម្មតាគឺមានចំនួន4ទៅ8ដងក្នុងមួយថ្ងៃប្រសិនបើការនោមលើសពី8ដងយើងហៅថានំញឹកហើយបាទនេះគឺតកតទៅនឹងការនំញឹកហ្នឹងចំពោះក្មេងតូចការនោមធម្មតាគឺចំនួន8ទៅ14ដងហើយបើលើសពី14ដងក៏យើងហៅថានំញឹកផងដែរចំពោះក្មេងធំវិញការនោមធម្មតាគឺចំនួន6ទៅ12ដងក្នុងមួយថ្ងៃហើយបើលើសពី12ដងយើងហៅនំញឹកផងអញ្ចឹងការកំណត់នៃការក្រុមមនុស្សដែរក្មេងឬចាស់យើងមកជាបន្តទៅទៀតតទៅនឹងមូលហេតុបណ្ដាលឲ្យនំញឹកតើមានមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យយើងនំញឹកបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតអញ្ចឹងយើងមើលមូលហេតុបណ្ដាលឲ្យនំញឹកទី1គឺវាអាចជារោគសញ្ញាជំងឺឆ្លងតាមផ្លូវភេទបាទតកតងជំងឺពុំម៉ែទឹកបាយពុំម៉ែទឹកថ្លានិងជំងឺកាមរោគផ្សេងទៀតបាទវាអាចធ្វើឲ្យយើងនំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតទៅនឹងមូលហេតុបណ្ដាលឲ្យនំញឹកទី2គឺរោគសញ្ញាមួយនៃការមានផ្ទៃពោះបាទអញ្ចឹងបើសិនជាស្ត្រីក្នុងវ័យបន្តពូជមានគ្រួសារមានដៃគូបាទយើងត្រូវចាប់អារម្មណ៍ដែរវាអាចជារោគសញ្ញាមួយនៃការមានផ្ទៃពោះបាទអញ្ចឹងយើងមើលបន្តទៅទៀតមូលហេតុបណ្ដាលឲ្យនំញឹកទី3គឺអាចតកតងការបង្ករោគនៅផ្លូវបង្ហូរនោមអញ្ចឹងការបង្ករោគនៅនឹងផ្លូវបង្ហូរនោមក៏ជាបញ្ហាមួយដែលធ្វើឲ្យយើងនំញឹកផងដែរជាពិសេសគឺស្ត្រីបាទអញ្ចឹងយើងមើលបន្តទៀតតទៅនឹងមូលហេតុបណ្ដាលឲ្យនំញឹកទី4គឺវត្តមានដុំសាច់នៅក្នុងអាឌគាកដូចជាជំងឺដុំស្បូនជំងឺគីសអូវែរបាទហ្នឹងក៏អាចធ្វើឲ្យយើងមានសញ្ញានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតទៅនឹងមូលហេតុបណ្ដាលឲ្យនំញឹកទី5គឺរោគសញ្ញាមួយនៃជំងឺទឹកនោមផ្អែមអញ្ចឹងរោគសញ្ញានៃជំងឺទឹកនោមផ្អែមហ្នឹងក៏អាចធ្វើឲ្យយើងមានសញ្ញានំញឹកនឹងផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងមូលហេតុបណ្ដាលឲ្យនំញឹកទី6គឺបញ្ហាជំងឺក្រពេញប្រូស្តាតបាទអញ្ចឹងក្រពេញប្រូស្តាតរីកឬក៏លាកបាទវាអាចធ្វើឲ្យយើងមានសញ្ញានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងមូលហេតុបណ្ដាលឲ្យនំញឹកទី7គឺរោគសញ្ញានៃជំងឺលាកផ្លោកនោមរ៉ាំរ៉ៃអញ្ចឹងជំងឺលាកផ្លោកនោមរ៉ាំរ៉ៃវាអាចស្ដែងចេញជាសញ្ញានំញឹកផងដែរ
បាទអញ្ចឹងយើងមើលបន្តទៀតតកតងមូលហេតុបណ្ដាលឲ្យនំញឹកទី8គឺរោគសញ្ញាជំងឺគ្រុសផ្លូវមហូរនោមបាទអញ្ចឹងនៅពេលដែលយើងមានគ្រុសនៅផ្លូវមហូរនោមវាអាចប្រឈមនឹងការបង្ករោគដល់អញ្ចឹងទៅវាអាចធ្វើឲ្យមានការរលាកអញ្ចឹងអ្នកជំងឺអាចមានសញ្ញានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងមូលហេតុបណ្ដាលឲ្យនំញឹកទី9គឺផលរំខាននៃការប្រើប្រាស់ថ្នាំបញ្ចុះទឹកនោមឬក៏ថ្នាំផ្សេងទៀតអញ្ចឹងថ្នាំមួយចំនួនយើងប្រើប្រាស់ទៅវាអាចមានផលរំខានឲ្យជាសញ្ញានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងនឹងមូលហេតុបណ្ដាលឲ្យនំញឹកទី10វាអាចតកតងរោគសញ្ញានៃជំងឺរលាកទ្វេមាសបាទអញ្ចឹងជំងឺរលាកទ្វេមាសហ្នឹងវាអាចមានរោគសញ្ញាមួយតកតងនឹងការនំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងមូលហេតុបណ្ដាលឲ្យនំញឹកទី11គឺរោគសញ្ញានៃជំងឺរលាកមាត់ស្បូនអញ្ចឹងបញ្ហារលាកមាត់ស្បូនក៏ធ្វើឲ្យស្ត្រីហ្នឹងមានអាការៈនំញឹកផងដែរយើងមើលបន្តទៀតតកតងមូលហេតុបណ្ដាលឲ្យនំញឹកទី12គឺបញ្ហាប្រព័ន្ធប្រសាទនៅនឹងផ្លោកនោមបាទអញ្ចឹងបញ្ហាជំងឺប្រព័ន្ធប្រសាទនៅផ្លោកនោមក៏អាចធ្វើយើងនំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងមូលហេតុបណ្ដាលឲ្យនំញឹកទី13គឺតកតងការផឹកកាហ្វេឬក៏ការផឹកស្រាអញ្ចឹងការផឹកស្រានិងកាហ្វេក៏អាចធ្វើឲ្យយើងមានបញ្ហានំញឹកផងដែរអញ្ចឹងយើងមើលបន្តទៅទៀតមូលហេតុបណ្ដាលឲ្យនំញឹកទី14គឺវត្តមានដុំសាច់នៅក្នុងផ្លោកនោមអញ្ចឹងបញ្ហាដុំសាច់នៅក្នុងផ្លោកនោមក៏អាចធ្វើឲ្យយើងមានសញ្ញានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងមូលហេតុបណ្ដាលឲ្យនំញឹកទី15គឺការបញ្ចាំងកាំស្មីនៅតំបន់អានគាបាទយើងដឹងថាការបញ្ចាំងកាំស្មីអនតំបន់អានគាវាអាចមានបញ្ហាទៅលើផ្លោកនោមអញ្ចឹងវាអាចធ្វើឲ្យមានបញ្ហានំញឹកផងដែរបាទអញ្ចឹងទាំងអស់ហ្នឹងគឺជាមូលហេតុសំខាន់ដែលបណ្ដាលឲ្យយើងនំញឹកបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងវិធីបំបត្តិបញ្ហានំញឹកបាទអញ្ចឹងវិធីបំបត្តិបញ្ហានំញឹកយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងទាំងអស់នេះសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងវិធីបំបត្តិបញ្ហានំញឹកទី1គឺយើងត្រូវរកមូលហេតុនិងធ្វើការព្យាបាលបាទនឹងសំខាន់រកឲ្យឃើញមូលហេតុនិងធ្វើការព្យាបាលតែម្ដងយើងមើលតទៅទៀតតកតងវិធីបំបត្តិបញ្ហានំញឹកទី2គឺយើងជៀសវាងការផឹកទឹកឬក៏សារធាតុរាវ2ម៉ោងមុនចូលគេងបាទជាពិសេសគឺការនំញឹកនៅពេលយប់បាទអញ្ចឹងដើម្បីកាត់បន្ថយការនំញឹកនៅពេលយប់ហ្នឹងគឺយើងអាចជៀសវាងការផឹកទឹកឬក៏សារធាតុរាវ2ម៉ោងមុនចូលគេងបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងវិធីបំបត្តិបញ្ហានំញឹកទី3គឺពាក់ខោទំនាប់ការពារឬក៏ខោទំនាប់ដើម្បីជៀសវាងការលេចចេញនៃទឹកនោមបាទហ្នឹងក៏ជាវិធីមួយដែលបំបត្តិបញ្ហានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតវិធីបំបត្តិបញ្ហានំញឹកទី4គឺយើងត្រូវជៀសវាងឬកាត់បន្ថយការផឹកស្រានិងកាហ្វេបាទអញ្ចឹងយើងដឹងថាស្រានិងកាហ្វេដែលយើងញ៉ាំទៅវាអាចធ្វើយើងនំញឹកអញ្ចឹងយើងត្រូវជៀសវាងឬកាត់បន្ថយតែម្ដងទាក់ទងការផឹកស្រាហើយនិងកាហ្វេឬក៏សារធាតុដែលមានជាតិកាហ្វេបាទអញ្ចឹងយើងមើលបន្តទៅទៀតទាក់ទងវិធីបំបត្តិបញ្ហានំញឹកទី5គឺយើងជៀសវាងឬកាត់បន្ថយទឹកសូដាទឹកតែភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនឬក៏ភេសជ្ជៈផ្អែមហ្នឹងអាហ្នឹងក៏អាចធ្វើយើងមានបញ្ហានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតទាក់ទងវិធីបំបត្តិបញ្ហានំញឹកទី6គឺយើងបរិភោគអាហារដែលមានជាតិសរសៃខ្ពស់ព្រោះទល់លាមកក៏អាចបង្កទៅជាបញ្ហានំញឹកផងដែរបាទទាំងអស់នោះគឺជាវិធីបំបត្តិសំខាន់ទាក់ទងបញ្ហានំញឹកដែលយើងឃើញហ្នឹងយើងមើលជាបន្តទៀតទាក់ទងវិធីបំបត្តិបញ្ហានំញឹកទី7គឺយើងបរិភោគបន្លែផ្លែឈើនិងគ្រាប់ធញ្ញជាតិឲ្យបានច្រើនជាងបរិភោគសាច់ពីព្រោះការបរិភោគផ្លែឈើបន្លែទាំងអស់ហ្នឹងវាអាចធ្វើយើងបាត់ជើងធំស្រួលដល់អញ្ចឹងវាអាចកាត់បន្ថយសម្ពាធក្នុងពោះអញ្ចឹងវាអាចកាត់បន្ថយបញ្ហានំញឹកផងដែរបាទអញ្ចឹងទាំងអស់នោះគឺជាវិធីសំខាន់ដែលយើងប្រកាន់យកដើម្បីបំបត្តិបញ្ហានំញឹកហ្នឹងប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាព្រឹកទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ Health Telegram Official បាទធ្វើការ scan QR code ទៅដើម្បីចូលក្នុង Channel យើងខ្ញុំចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាព្រឹកទាំងអស់មានបញ្ហាសុខភាពផ្សេងៗជាពិសេសគឺជំងឺតាក់ទងផ្ដាំលាហាជំងឺតាក់ទងផ្ដាំតពូជឬក៏ជំងឺតាក់ទងផ្ដាំទឹកមាត់បាទជាពិសេសគឺតាក់ទងបញ្ហានំញឹកតែម្ដងបាទប្រឹក្សាដល់កថ្លៃតាមលេខ Telegram 3ខ្សែគឺ092 59 3350 088 3132 225ហើយនឹង016 58 57 64ផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាព្រមទាំងអស់
ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតក៏ដូចជាវីដេអូព័ត៌មានសុខភាពថ្មីៗនិងវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាច្រើនជាពិសេសគឺពាក្យបច្ចេកទេសពេទ្យតែម្ដងបាទយ៉ាចូលក្នុង YouTube Channel វាយពាក្យ Herchuk Official បាទដោយអក្សរស្រាប់ចុច search ស្វែងទៅពេលនោះឃើញ logo របស់យើងខ្ញុំហើយចូលក្នុង channel ចុចពី subscribe និងរូបកណ្ដឹងបាទចុចពី subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែល Herchuk Official ធ្វើការ post វីដេអូជាបន្តនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបន្ទាប់បាទសូមអរគុណចំពោះការគ្រប់គ្រងនិងការ subscribe ដល់ channel របស់យើងខ្ញុំផងដែរបាទសូម